សូមជូនច្រកទ្វារព្រះនិព្វានអនុសតិកម្មដ្ឋានភាគទី37សូមសប្បុរសទាំងឡាយសិក្សានៅក្នុងសង្ឃានុសតិអំពីព្រះសង្ឃគុណទាំង11ប្រការជាបន្តទៀតទី9ព្រះសង្ឃគុណអំពីតក្ខិណីយោលោកគួរទទួលនៅទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយបូជាមុននឹងបរិកម្មឬចម្រើនភាវនាឬធ្វើយោនិសោមនសិការៈដែលគឺជាការធ្វើទុកក្នុងចិត្តជាដដែលម្ដងហើយម្ដងទៀតស្របតាមរាល់ដង្ហើមចេញថាតក្ខិណីយោយ៉ាងដូចនេះគឺភិក្ខុត្រូវតែសិក្សានៅខ្លឹមសារដ៏មានជម្រៅនៃព្រះសង្ឃគុណនៅត្រង់ចំណុចនេះឲ្យបានយល់ដឹងច្បាស់លាស់ជាមុនសិនចំពោះអត្ថជាជម្រៅនៃព្រះសង្ឃគុណនៅត្រង់ចំណុចនេះគឺត្រង់បទថាតក្ខិណាទានតើដូចម្ដេចតក្ខិណាទានគឺជាអំណោយដែលទាយុជឿកម្មជឿផលរបស់កម្មច្បាស់ហើយគេឲ្យឬជាអំណោយដែលគេឲ្យដល់តក្ខិណីយបុគ្គលយោងតាមតក្ខិណាវិភង្គសូត្រទី12សុតនបិដកមជ្ឈិមនិកាយឧបរិបណាសកៈនវមភាវិភង្គវៈភាគទី28មានសេចក្តីថាខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះដ៏មានព្រះភិក្ខទ្រង់គង់ក្នុងនិក្រូធរាមជិតក្រុងកបិលភៈក្នុងដែនសកៈគ្រានោះព្រះនាងបជាបតិកោតមីនាំយកសម្ពត់ថ្មីមួយគូចូលទៅគាល់ព្រះដ៏មានព្រះភិក្ខលុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភិក្ខហើយគង់ក្នុងទីដ៏សមគួរលុះព្រះនាងបជាបតិកោតមីគង់ក្នុងទីដ៏សមគួរហើយក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខដូចនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនសម្ពត់ថ្មីមួយគូនេះខ្ញុំម្ចាស់រវៃខ្លួនឯងត្បាញខ្លួនឯងផ្គងចំពោះព្រះដ៏មានព្រះភិក្ខបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខអាស្រ័យនៅសេចក្តីអនុគ្រោះចំពោះខ្ញុំម្ចាស់ទទួលយកនៅសម្ពត់នោះកាលបើព្រះនាងបជាបតិកោតមីក្រាបបង្គំទូលយ៉ាងនេះហើយព្រះដ៏មានព្រះភិក្ខក៏មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិកោតមីដូចនេះថាបបិទ្ធព្រះនាងកោតមីសូមព្រះនាងប្រគេនសម្ពត់នេះចំពោះសង្ឃវិញចុះកាលបើព្រះនាងប្រគេនសម្ពត់នេះចំពោះសង្ឃហើយតថាគតឈ្មោះថាព្រះនាងបានបូជាហើយផងទាំងសង្ឃក៏ឈ្មោះថាព្រះនាងបានបូជាហើយដែរព្រះនាងមហាបជាបតិកោតមីក្រាបបង្គំទូលអង្វរព្រះដ៏មានព្រះភិក្ខអស់វរៈ2 ដងដូចនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនសម្ពត់ថ្មីមួយគូនេះខ្ញុំម្ចាស់រវៃខ្លួនឯងត្បាញខ្លួនឯងឧទ្ទិសចំពោះព្រះដ៏មានព្រះភិក្ខបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខអាស្រ័យនៅសេចក្តីអនុគ្រោះចំពោះខ្ញុំម្ចាស់
ទទួលយកនៅសម្ពុតនោះព្រះដ៏មានព្រះភ័ក្ត្រទ្រង់មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិកោតមីអស់វរៈ2 ដងដូច្នេះថាបបិទ្ធព្រះនាងកោតមីសូមព្រះនាងប្រគេនសង្ឃវិញចុះកាលបើព្រះនាងប្រគេនសង្ឃហើយតថាគតក៏ឈ្មោះថាព្រះនាងបានបូជាហើយផងព្រះសង្ឃក៏ឈ្មោះថាព្រះនាងបានបូជាហើយដែរព្រះនាងមហាបជាបតិកោតមីក្រាបបង្គំទូលអង្វរព្រះដ៏មានព្រះភ័ក្ត្រអស់វរៈ3 ដងដូចនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនសម្ពុតថ្មីមួយគូនេះខ្ញុំម្ចាស់រវៃខ្លួនឯងត្បាញខ្លួនឯងឧទ្ទិសចំពោះព្រះដ៏មានព្រះភាក្ត្របបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភាក្ត្រអាស្រ័យនៅសេចក្តីអនុគ្រោះចំពោះខ្ញុំម្ចាស់ហើយទទួលយកនៅសម្ពុតនោះព្រះដ៏មានព្រះភាក្ត្រទ្រង់មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិកោតមីអស់វរៈ3 ដងដូចនេះថាបបិទ្ធព្រះនាងកោតមីសូមព្រះនាងប្រគេនសង្ឃវិញចុះកាលបើព្រះនាងប្រគេនសង្ឃហើយតថាគតក៏ឈ្មោះថាព្រះនាងបានបូជាហើយផងទាំងសង្ឃក៏ឈ្មោះថាព្រះនាងបានបូជាហើយដែរកាលបើព្រះដ៏មានព្រះភាក្ត្រទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយព្រះអានន្ទមានអាយុក៏ក្រាបបង្គំទូលអង្វរព្រះដ៏មានព្រះភាក្ត្រដូចនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភាក្ត្រទ្រង់ទទួលសម្ពុតថ្មីមួយគូរបស់ព្រះនាងមហាបជាបតិកោតមីបបិទ្ធព្រះអង្គដ៏ចម្រើនព្រះនាងមហាបជាបតិកោតមីជាអ្នកមានឧបការៈច្រើនជាព្រះមេត្តុឆារបស់ព្រះដ៏មានព្រះភាក្ត្រជាអ្នកថែរក្សាអ្នកចិញ្ចឹមអ្នកថ្វាយទឹកខ្សីគឺទឹកដោះម្ដាយកាលព្រះមេត្តាបង្កើតព្រះដ៏មានព្រះភាក្ត្រទ្រង់ព្រះទីវង្គតទៅព្រះនាងបានបំបៅទឹកដោះបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភាក្ត្រក៏មានឧបការៈច្រើនដល់ព្រះនាងមហាបជាបតិកោតមីដែរបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះព្រះនាងមហាបជាបតិកោតមីអាស្រ័យព្រះដ៏មានព្រះភាក្ត្រទើបបានដល់នៅព្រះពុទ្ធជាទីពឹងបានដល់នៅព្រះធម៌ជាទីពឹងបានដល់នៅព្រះសង្ឃជាទីពឹងបបិទ្ធព្រះអង្គដ៏ចម្រើនព្រះនាងមហាបជាបតិកោតមីអាស្រ័យព្រះដ៏មានព្រះភាក្ត្រទើបជាអ្នកបានវាចាការសម្លាប់សត្វវាចាការកាន់យកទ្រព្យដែលគេមិនបានឲ្យវាចាការប្រព្រឹត្តខុសក្នុងកាមទាំងឡាយវាចាការនិយាយកុហកវាចាហេតុជាទីតាំងនៃសេចក្តីប្រមាទគឺការផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យបបិទ្ធព្រះអង្គដ៏ចម្រើនព្រះនាងមហាបជាបតិកោតមីអាស្រ័យនៅព្រះដ៏មានព្រះភាក្ត្រទើបប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះសង្ឃប្រកបដោយសិលទាំងឡាយ
ដែលជាទីត្រេកអរនៃព្រះអរិយបុគ្គលបបិទ្ធព្រះអង្គដ៏ចម្រើនព្រះមហាបជាបតិកោតមីអាស្រ័យនៅព្រះដ៏មានព្រះភិក្ខទើបជាអ្នកអស់សង្ស័យក្នុងទុក្ខៈអស់សង្ស័យក្នុងហេតុឲ្យកើតទុក្ខៈអស់សង្ស័យក្នុងធัวរំលត់ទុក្ខៈអស់សង្ស័យក្នុងសេចក្តីប្រតិបត្តិទៅកាន់ទីរំលត់ទុក្ខៈបបិទ្ធព្រះអង្គដ៏ចម្រើនសូមបីព្រះដ៏មានព្រះភិក្ខក៏មានឧបការៈច្រើនដល់ព្រះនាងមហាបជាបតិកោតមីដែរព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាអើយ៉ាងនឹងហើយអានន្ទអើយ៉ាងនឹងហើយអានន្ទមនាលអានន្ទបុគ្គលអាស្រ័យបុគ្គលណាទើបបានដល់ព្រះពុទ្ធជាទីពឹងបានដល់ព្រះធម៌ជាទីពឹងបានដល់ព្រះសង្ឃជាទីពឹងមនាលអានន្ទតថាគតមិនសំដែងនៅការថ្វាយបង្គំការក្រោកទទួលអញ្ជលិកម្មសាមីជកម្មនិងការឲ្យនៅជ័យវិរៈបណ្ឌិបាតសេនាសនៈនិងភេសជ្ជៈបរិក្ខាជាបច្ច័យដល់អ្នកជំងឺថាជាកម្មដែលបុគ្គលនេះតបស្នងដល់បុគ្គលនេះបានដោយល្អឡើយមនាលអានន្ទមួយទៀតបុគ្គលអាស្រ័យនៅបុគ្គលណាហើយបានវាចាការសម្លាប់សត្វវាចាការកាន់យកទ្រព្យដែលគេមិនបានឲ្យវាចាការប្រព្រឹត្តខុសក្នុងកាមទាំងឡាយវាចាការនិយាយកុហកវាចាហេតុជាទីតាំងនៃសេចក្តីប្រមាទគឺជាការផឹកនៅទឹកស្រវឹងគឺសុរានិងមេរ័យមនាលអានន្ទតថាគតមិនសម្ដែងនៅការថ្វាយបង្គំការក្រោកទទួលអញ្ជលិកម្មសាមីជកម្មនិងការឲ្យនៅជ័យវិរៈបណ្ឌិបាតសេនាសនៈនិងភេសជ្ជៈបរិក្ខាជាបច្ច័យដល់អ្នកជំងឺថាជាកម្មដែលបុគ្គលនេះតបស្នងដល់បុគ្គលនេះបានដោយល្អឡើយមនាលអានន្ទមួយទៀតបុគ្គលអាស្រ័យនៅបុគ្គលណាហើយបានប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះពុទ្ធប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះធម៌ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើកក្នុងព្រះសង្ឃប្រកបដោយសិលទាំងឡាយជាទីត្រេកអរនៃព្រះអរិយបុគ្គលមនាលអានន្ទតថាគតមិនសម្ដែងនៅការថ្វាយបង្គំការក្រោកទទួលអញ្ជលិកម្មសាមីជកម្មនិងការឲ្យនៅជ័យវិរៈបណ្ឌិបាតសេនាសនៈនិងភេសជ្ជៈបរិក្ខាជាបច្ច័យដល់អ្នកជំងឺថាជាកម្មដែលបុគ្គលនេះតបស្នងដល់បុគ្គលនេះបានដោយល្អឡើយមនាលអានន្ទមួយទៀតបុគ្គលអាស្រ័យនៅបុគ្គលណាហើយជាអ្នកអស់សង្ស័យក្នុងទុក្ខមួយអស់សង្ស័យក្នុងហេតុឲ្យកើតទុក្ខមួយអស់សង្ស័យក្នុងធម៌រំលត់ទុក្ខមួយអស់សង្ស័យក្នុងសេចក្តីប្រតិបត្តិទៅកាន់ធម៌រំលត់ទុក្ខមួយមនាលអានន្ទតថាគតមិនសម្ដែងនៅការថ្វាយបង្គំការក្រោកទទួលអញ្ជលិកម្មសាមីជកម្មនិងការឲ្យនៅជ័យវិរៈបណ្ឌិបាតសេនាសនៈនិងភេសជ្ជៈបរិក្ខាជាបច្ច័យដល់អ្នកជំងឺថាជាកម្មដែលបុគ្គលនេះតបស្នងដល់បុគ្គលនេះបានដោយល្អឡើយ
ម្នាលអានន្តបដិពុគលិកាតខេណាទានដែលឲ្យចំពោះបុគ្គលនេះមាន14យ៉ាងបុគ្គលឲ្យទានចំពោះព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធនេះជាបាដិបុគ្គលិកាតខេណាទី1ឲ្យទានចំពោះព្រះបច្ចេកពុទ្ធនេះជាបដិពុគលិកាតខេណាទី2ឲ្យទានចំពោះព្រះអរហន្តជាសាវករបស់ព្រះតថាគតនេះជាបដិពុគលិកាតខេណាទី3ការឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅអរហន្តផលនេះជាបដិពុគលិកាតខេណាទី4ការឲ្យទានចំពោះអនាគាមីបុគ្គលនេះជាបដិពុគលិកាតខេណាទី5ការឲ្យទានចំពោះអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅអនាគាមីផលនេះជាបដិពុគលិកាតខេណាទី6ការឲ្យទានចំពោះសក្កទាគាមីបុគ្គលនេះជាបដិពុគលិកាតខេណាទី7ការឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅសក្កទាគាមីផលនេះជាបដិពុគលិកាតខេណាទី8ការឲ្យទានចំពោះសោតាបនបុគ្គលនេះជាបដិពុគលិកាតខេណាទី9ការឲ្យទានចំពោះបុគ្គលអ្នកប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅសោតាបតិផលនេះជាបដិពុគលិកាតខេណាទី10ត្រង់នេះអដ្ឋកថាសម្ដែងថាសូម្បីឧបាសកដល់ត្រៃសរណគមក្តីរក្សាសិល5ក្តីរក្សាសិល10ក្តីសាមណេរឬភិក្ខុដែលទៅបនឹងបួសបានមួយថ្ងៃក្តីភិក្ខុមានវត្តប្រតិបត្តិដែលបួសយូរហើយក្តីភិក្ខុត្រួតត្រងវិបស្សនាក្តីទាំងអស់នេះឈ្មោះថាប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅសោតាបតិផលឲ្យទានចំពោះអ្នកបួសជាខាងក្រៅព្រះពុទ្ធសាសនាដែលប្រាចាកដំរេកក្នុងកាមទាំងឡាយនេះជាបដិបុគ្គលិកាតខេណាទី11ត្រង់នេះអដ្ឋកថាសម្ដែងថានឹងឲ្យនៅអានិសង្ឃ100គឺ100អត្តភាពក្នុងអត្តភាពមួយមានអាយុវែងមួយសម្បុរល្អមួយសេចក្តីសុខមួយកម្លាំងមួយប្រាជ្ញាមួយរួមជាអានិសង្ឃ500ទានក្រៅពីសត្វតិរិឆានទៅក៏គុណជា5តាមឧបាយនេះដែរឲ្យទានចំពោះពុទ្ធជនមានសិលនេះជាបដិបុគ្គលិកាតខេណាទី12ឲ្យទានចំពោះពុទ្ធជនទ្រុសិលនេះជាបដិបុគ្គលិកាតខេណាទី13ឲ្យទានចំពោះសត្វតិរិឆាននេះជាបដិបុគ្គលិកាតខេណាទី14ម្នាលអានន្តបណ្ដាបុគ្គលអ្នកទទួលទានទាំងនោះតខេណាមានគុណ100ដែលបុគ្គលត្រូវបានព្រោះឲ្យទានចំពោះសត្វតិរិឆានតខេណាមានគុណ1000ដែលបុគ្គលត្រូវបានព្រោះឲ្យទានចំពោះពុទ្ធជនទ្រុសិលតខេណាមានគុណ100,000ដែលបុគ្គលត្រូវបានព្រោះឲ្យទានចំពោះពុទ្ធជនមានសិលតខេណាមានគុណ100,000កោដ
ដែលបុគ្គលត្រូវបានព្រោះឲ្យទានចំពោះអ្នកបួសខាងក្រៅដែលប្រាសចាកដំរែកក្នុងកាមទាំងឡាយតក្ខិណាមានគុណរាប់មិនបានប្រមាណមិនកើតដែលបុគ្គលត្រូវបានព្រោះឲ្យទានចំពោះបុគ្គលដែលប្រតិបត្តិដើម្បីឲ្យជាក់ច្បាស់នៅសោតាបត្តិផលនិងចាំបាច់និយាយទៅអ្វីដល់តក្ខិណាដែលបុគ្គលឲ្យចំពោះសោតាបនៈបុគ្គលនិងនិយាយទៅអ្វីចំពោះបុគ្គលដែលប្រតិបត្តិដើម្បីឲ្យជាក់ច្បាស់នៅសក្កទាគាមិផលនិងនិយាយទៅអ្វីចំពោះសក្កទាគាមិបុគ្គលនិងនិយាយទៅអ្វីចំពោះបុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅអនាគាមិផលនិងនិយាយទៅអ្វីចំពោះអនាគាមិបុគ្គលនិងនិយាយទៅអ្វីចំពោះបុគ្គលដែលប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នៅអរហត្តផលនិងនិយាយទៅអ្វីចំពោះព្រះអរហន្តជាសាវករបស់តថាគតនិងនិយាយទៅអ្វីចំពោះព្រះបច្ចេកពុទ្ធនិងនិយាយទៅអ្វីចំពោះព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធមនាលអានន្ទសង្ឃតាតក្ខិណាទានដែលតម្កល់ក្នុងសង្ឃនេះមាន7យ៉ាងបុគ្គលឲ្យទានចំពោះសង្ឃទាំង2ចំណែកមានព្រះពុទ្ធជាប្រធាននេះជាសង្ឃតាតក្ខិណាទី1ត្រង់នេះអដ្ឋកថាសម្ដែងថាសង្ឃទាំង2ចំណែកគឺពួកភិក្ខុសង្ឃអង្គុយមកខាងពួកភិក្ខុនៃសង្ឃអង្គុយមកខាងព្រះសាស្តាជាម្ចាស់គួងត្រង់កណ្ដាលដូច្នេះហៅថាសង្ឃទាំង2ចំណែកមានព្រះពុទ្ធជាប្រធានសង្ឃតាតក្ខិណាទី1នេះគ្មានតក្ខិណាណាលើសស្មើឡើយប៉ុន្តែកាលដែលព្រះសាស្តាបរិនិព្វានទៅហើយនោះគេតម្កល់ព្រះពុទ្ធបដិមាឬព្រះធាតុរបស់ព្រះអង្គលើអាសនៈក្នុងទីចំពោះមុខសង្ឃទាំង2ចំណែកតម្កល់មហូបចំណីលើតុឬជើងទម្រួស្រាប់ហើយធ្វើកិច្ចតក្ខិណោជក់ធ្វើកិច្ចតក្ខិណោទុគឺជាទឹកជាគ្រឿងចម្រើនគឺជាទឹកដែលជ្រោយដាក់លើបាតដៃនៃបដិគាហកបុគ្គលក្នុងពេលដែលគេឲ្យទានរួចភ្លាមជាដើមថ្វាយវត្ថុទាំងពួងដល់ព្រះសាស្តាជាមុនទើបថ្វាយសង្ឃទាំង2ចំណែកជាខាងក្រោយយ៉ាងនេះក៏ឈ្មោះថាថ្វាយទានដល់សង្ឃទាំង2ចំណែកមានព្រះពុទ្ធជាប្រធានដែរសម័យឥឡូវនេះគ្មានភិក្ខុនីមានតែភិក្ខុដូច្នេះឈ្មោះថាភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានភោជនដែលថ្វាយដល់ព្រះសាស្តាយ៉ាងនេះត្រូវប្រគេនដល់ភិក្ខុណាដែលប្រតិបត្តិព្រះសាស្តាដែលបរិបូរដោយវត្តប្រតិបត្តិព្រោះវត្ថុជារបស់ព្រះពុទ្ធបិតាត្រូវបានដល់ភិក្ខុជាកូនឬនឹងប្រគេនដល់សង្ឃក៏គួរបើវត្ថុនោះជាប្រេងជាឬក៏ជាសាដកត្រូវអុជប្រទីបចងជាទង់ឬពីដានថ្វាយកាលបើព្រះតថាគតបរិនិព្វានទៅបុគ្គលឲ្យទានចំពោះសង្ឃទាំង2ចំណែកនេះជាសង្ឃតាតក្ខិណាទី2ឲ្យទានចំពោះតែភិក្ខុសង្ឃនេះជាសង្ឃតាតក្ខិណាទី3ឲ្យទានចំពោះតែភិក្ខុនៃសង្ឃនេះជាសង្ឃតាតក្ខិណាទី4បុគ្គលទៅនិមន្តសង្ឃពីសំណាក់សង្ឃថាសូមលោកទាំងឡាយចាត់ពួកភិក្ខុប៉ុណ្ណេះពួកភិក្ខុនៃប៉ុណ្ណេះ
អំពីសង្ឃដើម្បីខ្ញុំហើយទើបឲ្យទាននេះជាសង្ឃេតាតក្ខិណាទី5បុគ្គលទៅនិមន្តសង្ឃអំពីសំណាក់សង្ឃថាសូមលោកទាំងឡាយចាត់ពួកភិក្ខុប៉ុណ្ណេះអំពីសង្ឃដើម្បីខ្ញុំហើយទើបឲ្យទាននេះជាសង្ឃេតាតក្ខិណាទី6បុគ្គលទៅនិមន្តសង្ឃអំពីសំណាក់សង្ឃថាសូមលោកទាំងឡាយចាត់ពួកភិក្ខុនៃប៉ុណ្ណេះអំពីសង្ឃដើម្បីខ្ញុំហើយទើបឲ្យទាននេះជាសង្ឃេតាតក្ខិណាទី7មនាលអានន្ទកាលជាអនាគតនឹងមានកោត្រភូសង្ឃគឺជាសង្ឃមានតែឈ្មោះមានតែសម្ពុតកាសវៈនៅនឹងចងកជាអ្នកទ្រុសិលមានធម៌ដ៏លាមកជនទាំងនោះឧទ្ទិសចំពោះសង្ឃហើយនឹងឲ្យទានដល់បុគ្គលទ្រុសិលទាំងនោះមនាលអានន្ទសូម្បីក្នុងកាលនោះក៏តថាគតពោលថាសង្ឃេតាតក្ខិណាទានមានអានិសង្ឃរាប់មិនបានប្រមាណមិនកើតដែរមនាលអានន្ទតថាគតមិនដែលពោលនៅបដិពុគលិកទានថាមានផលច្រើនជាងសង្ឃេតាតក្ខិណាទានដោយបរិយាយណាមួយឡើយមនាលអានន្ទតក្ខិណាវិសុទ្ធគឺជាការបរិសុទ្ធនិងមិនបរិសុទ្ធរបស់ទាននេះមាន4យ៉ាងតក្ខិណាវិសុទ្ធិទាំង4យ៉ាងតើដូចម្ដេចមនាលអានន្ទតក្ខិណាបរិសុទ្ធខាងអ្នកឲ្យមិនបរិសុទ្ធខាងអ្នកទទួលមួយមនាលអានន្ទតក្ខិណាបរិសុទ្ធខាងអ្នកទទួលមិនបរិសុទ្ធខាងអ្នកឲ្យមួយមនាលអានន្ទតក្ខិណាមិនបរិសុទ្ធខាងអ្នកឲ្យផងមិនបរិសុទ្ធខាងអ្នកទទួលផងមួយមនាលអានន្ទតក្ខិណាបរិសុទ្ធខាងអ្នកឲ្យផងបរិសុទ្ធខាងអ្នកទទួលផងមួយមនាលអានន្ទតក្ខិណាបរិសុទ្ធខាងអ្នកឲ្យមិនបរិសុទ្ធខាងអ្នកទទួលតើដូចម្ដេចមនាលអានន្ទអ្នកឲ្យក្នុងលោកនេះជាបុគ្គលមានសិលមានធម៌ល្អឯពួកអ្នកទទួលជាអ្នកទ្រុសិលមានធម៌ដ៏លាមកមនាលអានន្ទយ៉ាងនេះឯងឈ្មោះថាតក្ខិណាបរិសុទ្ធខាងអ្នកឲ្យមិនបរិសុទ្ធខាងអ្នកទទួលមនាលអានន្ទតក្ខិណាបរិសុទ្ធខាងអ្នកទទួលមិនបរិសុទ្ធខាងអ្នកឲ្យតើដូចម្ដេចមនាលអានន្ទអ្នកឲ្យក្នុងលោកនេះជាបុគ្គលទ្រុសិលមានធម៌ដ៏លាមកឯពួកអ្នកទទួលជាបុគ្គលមានសិលមានធម៌ល្អមនាលអានន្ទយ៉ាងនេះឯងឈ្មោះថាតក្ខិណាបរិសុទ្ធខាងអ្នកទទួលមិនបរិសុទ្ធខាងអ្នកឲ្យមនាលអានន្ទតក្ខិណាមិនបរិសុទ្ធខាងអ្នកឲ្យផងមិនបរិសុទ្ធខាងអ្នកទទួលផងតើដូចម្ដេចមនាលអានន្ទអ្នកឲ្យក្នុងលោកនេះជាអ្នកទ្រុសិលមានធម៌ដ៏លាមកទាំងពួកអ្នកទទួលក៏ជាបុគ្គលទ្រុសិលមានធម៌ដ៏លាមកដូចគ្នាមនាលអានន្ទយ៉ាងនេះឯងឈ្មោះថាតក្ខិណាមិនបរិសុទ្ធខាងអ្នកឲ្យផងមិនបរិសុទ្ធខាងអ្នកទទួលផងមនាលអានន្ទតក្ខិណាបរិសុទ្ធខាងអ្នកឲ្យផងបរិសុទ្ធខាងអ្នកទទួលផងតើដូចម្ដេចមនាលអានន្ទអ្នកឲ្យក្នុងលោកនេះជាបុគ្គលមានសិលមានធម៌ល្អទាំងពួកអ្នកទទួលក៏ជាបុគ្គលមានសិលមានធម៌ល្អដូចគ្នាមនាលអានន្ទយ៉ាងនេះឯងឈ្មោះថាតក្ខិណាបរិសុទ្ធខាងអ្នកឲ្យផងបរិសុទ្ធខាងអ្នកទទួលផង
Menil anon ni anh tẹt khê na vị xuất thị buôn dạng.ព្រះមានព្រះភិក្ខទ្រង់ត្រាស់នៅព្រះសូត្រនេះលុះព្រះសុគតជាសាស្តាទ្រង់ត្រាស់នៅព្រះសូត្រនេះរួចហើយទើបទ្រង់ត្រាស់នៅព្រះគាថាតទៅទៀតដូច្នេះថាបុគ្គលណាជាអ្នកមានសិលមានចិត្តជ្រះថ្លាដោយប្រពៃជឿសុបនៅកម្មនិងផលរបស់កម្មដោយលើសលប់ឲ្យទានដែលខ្លួនបានមកដោយធម៌ចំពោះពួកបុគ្គលទ្រុសិលតេខេណានោះបរិសុទ្ធខាងអ្នកឲ្យបុគ្គលជាអ្នកទទួលអ្នកទ្រុសិលមានចិត្តមិនជ្រះថ្លាមិនជឿសុបនៅកម្មនិងផលរបស់កម្មដ៏លើសលប់ឲ្យទានដែលខ្លួនបានមកដោយធម៌ចំពោះបុគ្គលអ្នកមានសិលតេខេណានោះបរិសុទ្ធខាងអ្នកទទួលបុគ្គលណាជាអ្នកទ្រុសិលមានចិត្តមិនបានជ្រះថ្លាមិនជឿសុបនៅកម្មនិងផលរបស់កម្មដ៏លើសលប់ឲ្យទានដែលខ្លួនបានមកដោយធម៌ចំពោះពួកបុគ្គលទ្រុសិលតថាគតមិនពោលថាទាននោះមានផលបរិបូរណ៍ទេបុគ្គលណាជាអ្នកមានសិលមានចិត្តជ្រះថ្លាដោយប្រពៃជឿសុបនៅកម្មនិងផលរបស់កម្មដ៏លើសលប់ឲ្យទានដែលខ្លួនបានមកដោយធម៌ចំពោះពួកបុគ្គលមានសិលតថាគតពោលថាទាននោះឯងទើបបានផលដ៏បរិបូរណ៍បុគ្គលណាជាអ្នកប្រាជ្ញរិយៈមានចិត្តជ្រះថ្លាដោយប្រពៃជឿសុបនៅកម្មនិងផលរបស់កម្មដ៏លើសលប់ឲ្យទានដែលខ្លួនបានមកដោយធម៌ចំពោះពួកបុគ្គលប្រាជ្ញរិយៈទាននោះឯងប្រសើរជាងពួកអមិសទានទាំងអស់ព្រះសង្ឃសាវកនៃព្រះដែលមានព្រះភិក្ខដែលគួរទទួលនៅទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយបូជាដូចបានអធិប្បាយរួចមកដោយសង្ខេបយ៉ាងដូចនេះទើបហៅថាតេខេណីយោសូមញាតិញោមសាធុសប្បុរសទាំងឡាយមេត្តារង់ចាំស្ដាប់អនុសតិកម្មដ្ឋានភាគទី37ជាបន្តទៀតសូមអនុមោទនា